Hello សួស្តីមេទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់នាំបងប្អូនមកស្គាល់នេះឡានអាប៉កកំហុងនេះអូស្អាតមែនតើនេះ speed វា speed 88 យូហើយឥឡូវនេះយើងមកមើលពីចំហៀងឡាននេះម្ដងមើលកង់មកវាអូកង់ខ្មៅឥឡូវប្រឡងស្អាតខ្លាំងមែនតើបាទអានេះវាប្រភេទឡានប៉ុណ្ណានេះមើលតុងចៃអូប្រភេទឡានប៉ុណ្ណា speed 100អានេះប៉កកំហុងឆ្អិនឆាយតែម្ដងស្អាតនេះខ្ញុំថតមកកន្លងជុំវិញឲ្យនេះអូស្អាតខ្លាំងនេះហ៎មេចង់បានក៏មិនអ្នកមួយអានេះខ្ញុំយកមកវាស្រែចង់មើលវាចូលផុកក៏បានដែរមើលចូលផុកអីខ្ញុំចូលទឹកឲ្យមើលទៀតចូលស្រែឲ្យមើលទៀតនេះបាទអានេះនៅវាផុកមកអានេះភេទឡានបណ្ដាចូលផុកក៏បានចូលស្រះក៏បានដែរអូឥឡូវលិចទឹកបាត់ហើយឥឡូវនេះលិចទឹកបាត់ហើយលិចបាត់ហើយជាប់ផងអស់បាត់ហើយជាប់ហើយមេជាប់ហើយស្ដីហ្នឹងនេះតែនៅឡយបឡយនេះមិញស្អាតទេឡានតំណាងមិញស្អាតដល់ឥឡូវប្រឡាក់ផុកអស់លេងបាទនេះមិញស្អាតឡើយនេះដល់ឥឡូវចូលផុកនៅឡយទេបាទនេះមើលចុះបាទស្អាតខ្លាំងមែនតើចូលដីនៅឡយទេអានេះដូចប្រភេទចង់ពួកឡានទឹកដីដែរនេះឡានធម្មតាឡាន sport គេប៉ុណ្ណាទៅចូលទឹកដីក៏បានដែរនេះបាទជាប់ដីអស់ពេញអស់ចាំមើលយើងចង់ដឹងថាតើទៀតវាលាងទៅវាស្អាតវិញអត់បាទនេះអានេះឡានរបស់យើងហ្មងនេះប្រឡាក់ផុកដឹកផុកហ្មងនេះឡានប៉ុណ្ណឹងជាប់ផុកឥឡូវយើងមកមើលកន្លែងស្រះទឹកវិញជាមួយតែពេលយើងលាងហើយឡានយើងវាស្អាតវិញអត់នេះបាទស្រះទឹកអូបាទធំស្អាតខ្លាំងមែនតើហើយនេះឡានរបស់យើងនេះឥឡូវចាំមើលខ្ញុំយកនេះវាជាប់ផុកច្រើនណាមើលលាងទឹកស្អាតទេបាទហើយយើងលាងទឹកតិចមកនេះគូតក្រួយដឹកផុកមិញឥឡូវនៅរៀងស្អាតដែរនេះមានអ្នកចូលចិត្តឡានកុំភ្លេច like comment subscribe អ្នកមួយបាទចូលចិត្តឡានកំហុងឡានខេវឡានបណ្ណាងឡានអ៊ិចឡានអដិតជោគដឹកដីនេះអូស្អាតអានេះតែបើយើងដោះតិចនៅតែស្អាតដែរអានេះបុកខ្យងតែនៅចាញ់ឡានយើងលោជីបាទស្អាតទេតែមានរឿងមួយទៀតអានេះវាដាក់លើទឹកក៏បានដែរជីបើកលើទឹកបានទៀតនេះទៅអូទៅលើទឹកខុសលើទឹកយកហ្មងនេះឡានយើងមិញហ្នឹងហើយដាក់លើទឹកមិនដែរលើទឹកយកហ្មងមើលខ្ញុំដាក់ឲ្យវាបើកលើទឹកនេះទៅនេះទៅស្អាតទៅមករបស់យើងមកមើលស្អាតទេអស់ផុកហើយបាទនៅតិចតួចទេបាទបាយបាយជម្រាបលាមេ